លុយខ្មែរកាន់តែឡើងកូដខណៈដែលកម្ពុជាអាចចាយលុយរៀលតាមរយៈការ scan QR code នៅក្នុងប្រទេសសង្ហបុរីបានហើយនេះគឺជាដំណឹងដ៏រីករាយមែនទែនសម្រាប់បងប្អូនខ្មែរដែលរស់នៅក្នុងប្រទេសសង្ហបុរីដោយធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការជាផ្លូវការទូទាត់ឆ្លងដែនតាម QR code រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្ហបុរីដំណាក់កាលទី1នៅថ្ងៃទី12វិច្ឆិកា2025នៅក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសង្ហបុរីឆ្នាំ2025នៅឯប្រទេសសង្ហបុរីអញ្ចឹងបើយោងតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាលោកជំទាវបណ្ឌិតជាសេរីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីដែលឲ្យដំណើរការជាផ្លូវការទូទាត់ឆ្លងដែនតាម QR code រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្ហបុរីដំណាក់កាលទី1កម្ពុជា scan QR code នៅប្រទេសសង្ហបុរីការដាក់ឲ្យដំណើរការជាផ្លូវការនៃការទូទាត់ឆ្លងដែនតាម QR នេះដែរនឹងផ្ដល់លទ្ធភាពឲ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវាកម្មងាយស្រួលរហ័សនិងសុវត្ថិភាពនៅពេលដែលធ្វើដំណើរទៅកាន់ប្រទេសសង្ហបុរីស្ករហៅរូបទុក Fisherman Friend ជាផលិតផលប្រទេសអង់គ្លេសផលិតតាំងពីឆ្នាំ1865មានលក់ជាង130ប្រទេសមានច្រើនរសជាតិច្រើនជម្រើសហឹរខ្លាំងហឹរតិចនិងរសជាតិផ្លែឈើស្ករទូកជួយឲ្យខ្យល់ដង្ហើមស្រស់ថ្លានិងអារម្មណ៍ស្រស់ស្រាយស្ករហៅរូបទូកកាន់តែត្រជាក់កាន់តែស្រស់ស្រាយដោយប្រើប្រាស់កម្មវិធីទូទាត់បាគងឬក៏កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគងដើម្បី scan ទូទាត់តាមរោម QR របស់ពាណិជ្ជករ SG QR នៅទូទាំងប្រទេសសង្ហបុរី